យើងទាំងអស់គ្នាសិតតែធ្លាប់ដឹងធ្លាប់ឮរឿងធនជ័យជារឿងសម័យមុនមកណាតើធនជ័យមានគំរូល្អក្នុងការជ្រើសរើសគូស្រករយ៉ាងដូចម្ដេចនាងសួស្ដីបានជួបនឹងបណ្ឌិតជ័យមកពីស្រុកឆ្ងាយបានយល់ពីប្រាជ្ញាចិត្តគំនិតគ្នានឹងដឹងថាគ្មានជាប់ជំពាក់ចំណងអាពាហ៍ពិពាហ៍ជាមួយអ្នកណារៀងខ្លួននាងសួស្ដីគឺពិតជាស្រីដែលធនជ័យពេញចិត្តព្រោះនាងហ៊ាននិយាយសារសងនឹងបុរសហ៊ានបញ្ចេញមតិអំពីការជ្រើសរើសគូស្រករជាមួយធនជ័យធ្វើឲ្យអ្នកទាំងពីរស្គាល់ចិត្តគ្នាទៅវិញទៅមកជាមុនសិនមុននឹងរៀបការជាមួយគ្នាជាប្តីប្រពន្ធអ្នកទាំងពីរក៏ព្រមប្រគល់ជូនឪពុកម្ដាយសម្រេចថាឲ្យឬមិនឲ្យនៅពេលដែលបណ្ឌិតជ័យចូលស្ដីដណ្ដឹងបន្ទាប់មកដោយភាពវៃឆ្លាតរបស់ធនជ័យនិងនាងសួស្ដីឪពុកម្ដាយទាំងសងខាងបានយល់ឃើញថាអាយុវ័យល្មមដល់គូហើយពួកគេមានមុខងារនិងមានការទទួលខុសត្រូវល្អហើយលោកទាំងពីរក៏ព្រមរៀបចំមង្គលការដោយមានការចូលរួមពីលោកមេបាទាំងសងខាងនិងសាច់ញាតិនៅក្នុងសាច់រឿងគឺមិនមែនធនជ័យអង្គុយចាំមនុស្សស្រីមករត់ទេគឺធនជ័យដើរពីស្រុកមួយទៅស្រុកមួយដើម្បីស្វែងរកប្រពន្ធហើយជាមនុស្សស្រីដែលគាត់ពេញចិត្តអញ្ចឹងគាត់ទៅពីស្រុកមួយទៅស្រុកមួយហើយគាត់បានឮអំពីនាងសួស្ដីបន្ទាប់មកគាត់ចូលទៅទំនាក់ទំនងជជែកនិយាយគ្នាជាមួយនាងសួស្ដីដើម្បីឲ្យដឹងថាតើសួស្ដីជាមនុស្សមិនអញ្ចឹងគាត់បានជួបមែននាងសួស្ដីគឺជាមនុស្សស្រីដែលក្លាហាននិយាយជាមួយមនុស្សប្រុសបន្ទាប់មកក្លាហានក្នុងការនិយាយអំពីការជ្រើសរើសគូស្រករក្លាហានក្នុងការដែលសួរនាំថាធនជ័យមានជាប់ជំពាក់ជាមួយនឹងមនុស្សស្រីណាអត់ជាប្តីគេឬអត់អញ្ចឹងសួស្ដីដឹងច្បាស់ថាធនជ័យពិតជាមិនជាប់មានភរិយាពីមុនមកមិនចាប់ចំណងអាពាហ៍ពិពាហ៍ពីមុនមកទេទៅសួស្ដីសម្រាប់ចិត្តទទួលធនជ័យហើយប្រគល់ការរៀបអាពាហ៍ពិពាហ៍និងការសម្រេចចិត្តជូនទៅឪពុកម្ដាយមិនមែនមានន័យថាគ្រាន់តែធនជ័យមកនិយាយជាមួយនិយាយពាក្យថាស្រឡាញ់ធនជ័យនិយាយពាក្យថាពេញចិត្តសួស្ដីយល់ព្រមនោះទេណាអញ្ចឹងសួស្ដីស្ដាប់អំពីធនជ័យដឹងអំពីចិត្តរបស់ធនជ័យដឹងអំពីបំណងរបស់គាត់ហើយសួស្ដីសើបប្រវត្តិទៀតថាជាប់ពាក់ព័ន្ធមានចំណងអាពាហ៍ពិពាហ៍ពីមុនមកអត់បើមានអត់យកទេប៉ុន្តែសើបទៅធនជ័យជាមនុស្សដែលមានបញ្ញាហើយជាមនុស្សដែលនៅលីវមិនជាប់មានចំណងអាពាហ៍ពិពាហ៍ពីមុនទេអញ្ចឹងបើសិនជាសួស្ដីដឹងថាធនជ័យជាប់ពាក់ព័ន្ធនឹងអ្នកណាឬមានចំណងអាពាហ៍ពិពាហ៍សួស្ដីមិនអនុញ្ញាតឲ្យធនជ័យចូលទៅដល់ឪពុកម្ដាយទេអញ្ចឹងនៅក្នុងរឿងនេះអ្នកនិពន្ធចង់អប់រំយើងថាសិទ្ធិនៃការជ្រើសរើសគូស្រករគឺមានតែបុគ្គលពីរនាក់ជ្រើសរើសរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធមិនមានអ្នកណាមានសិទ្ធិអំណាចក្នុងការចាត់ចែងនិងជ្រើសរើសគូស្រករឲ្យទេហើយនៅក្នុងរឿងនេះបញ្ជាក់ថាសំបីតែស្ដេចពីព្រោះធនជ័យស្ដេចបានរៀបចំគូស្រករឲ្យគាត់តែគាត់បដិសេធអញ្ចឹងគាត់ទៅជ្រើសរើសដោយខ្លួនឯងមួយទៀតគឺលើកតម្លៃមនុស្សស្រីអញ្ចឹងនៅក្នុងរឿងនេះអ្នកនិពន្ធលើកតម្លៃមនុស្សស្រីយ៉ាងខ្លាំងបំផុតគឺមនុស្សស្រីយើងមានតម្លៃក្នុងការដែលជ្រើសរើសគូស្រករដោយខ្លួនឯងហើយមនុស្សស្រីជាមនុស្សដែលមានប្រាជ្ញាក្នុងការដែលជ្រើសរើសគូស្រករថាតើមនុស្សប្រុសប្រភេទណាដែលយើងសម្រេចចិត្តរួមរស់នៅជាមួយហើយនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកនិពន្ធឲ្យតម្លៃមនុស្សស្រីមួយទៀតគឺគោរពឪពុកម្ដាយមិនរំលងវប្បធម៌និងប្រពៃណីរបស់ខ្មែរទេគឺម្ដាយទុកឪពុកដាក់ហើយរៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណីមុននឹងក្លាយជាប្តីប្រពន្ធ